តែចាប់ធ្វើឲ្យបានរកឃើញជនរងគ្រោះនៅបន្លាយតៃខាលីងក្រោមស្ពានខាងកើតនៅខាងលៃណែនេះខ្ញុំជាប៉ូលីសខ្ញុំមិនបានសម្លាប់មនុស្សទេខ្ញុំមិនបានសម្លាប់មនុស្សទេកុំឆាតកាន់ខ្ញុំកុំឆាតកាន់ខ្ញុំមកចុះថាខ្ញុំមិនបានសម្លាប់មនុស្សទេខ្ញុំមិនបានសម្លាប់មនុស្សទេខ្ញុំមិនបានសម្លាប់មនុស្សទេមិនបានសម្លាប់មនុស្សទេមិនបានសម្លាប់មនុស្សទេខ្ញុំឲ្យយ៉ាងគិតនៅក្នុងក្តីកម្រិតធ្ងន់ជាងឡងទម្លាក់កបិតចុះមិនបានសម្លាប់មនុស្សទេកុំឆាតកាន់ខ្ញុំកុំឆាតកាន់ខ្ញុំមិនបានខ្ញុំមិនបានសម្លាប់មនុស្សទេចាញ់កបិតចុះទម្លាក់កបិតចេញខ្ញុំមិនបានសម្លាប់មនុស្សទេដាក់ថ្មីស្រីចុះទៅថាខ្ញុំមិនបានសម្លាប់មនុស្សទេខ្ញុំមិនបានសម្លាប់មនុស្សទេណាកូនភ្លោះខ្ញុំសិតតែត្រូវចាត់ទៅសាលាដែលពួកគេរើដំបងប្រពន្ធខ្ញុំអស់ស្ទើរហោះទៅហើយណាកាលនោះកូនប្រុសខ្ញុំត្រូវឆានទៅចំណេះទី7ទៅដល់ធានសួយអ៊ួយខ្ញុំរកសាលាហត់ស្ទើរតែស្លាប់យើងថាវិញឯងស្រែងមែនទេមានរឿងអីលេខកំភ្លើងឯងជុំកម្មមកចាំមែនទេមានសម្លេងកំភ្លើងតែមានរឿងអីលើកចិត្តមានរឿងអីឆានទៅនិយាយទៅទ្រាំមិនបានអាមីងបងមីងនិយាយបានទេថាមានរឿងអីបងលើក1 2 4 ឆ្នាំមុនខ្ញុំក៏ធ្ងន់ធ្ងរដែរទ្រាំឲ្យបានគឺឡើងអីហើយអាឈឺគេបាញ់ពួកអញមុនថាមែនទេបងលើក1 2 3ម្នាក់នោះក៏ជាគ្នាឯងថៃឃើញមានកាត់ប៉ូលីសខ្ញុំហ្វុងលីសិនក្រុមក្តីកម្រិតធ្ងន់ហើយនេះក៏មិនគ្នាឯងឈើយេសងសាននាងនៅណានៅខាងក្នុងអាសិនស្ថានភាពអីគឺជាគ្នាឯងបើកឡានវាយប្រហារនៅសុវណ្ណនៅចាំករណីសម្រាប់សន្តិសុខប្លន់ទ្របនៅថៃវត្តអាទិត្យឃាតករចាប់មិនបានកម្មវិធីបង្ហាញថាជាកំភ្លើងរបស់ប៉ូលីសដែលត្រូវសម្លាប់ក្នុងអគារស៊ីវហ៊ុយ2ឆ្នាំមុនកាមេរ៉ាថតបានជនសង្ស័យពាក់ស្បែកជើងប៉ាតាសខ្សែក្រហមមកលើក1 2 3កាន់កំភ្លើងខ្លីជ្រេះមកដើមអត្តលេខកំភ្លើងរបស់ប៉ូលីសដែលស្លាប់នៅអគារស៊ីហ៊ុយចង្រៃនោះបញ្ញាពេកហើយគ្នាឯងក៏សម្លាប់លើកមុនសម្លាប់ម្នាក់លើកនេះ2នាក់វាចង់ប្លន់កំភ្លើងយកទៅប្លន់ឯងស្ងប់ចិត្តបន្តិចទៅអូយស៊ីមកហើយបងយ៉ាន់យ៉ាងម៉េចឲ្យយ៉ាងសែងទៅអំបញ្ញមិញក៏ជឿប៉ូលីសដែរដោយករណីសម្រាប់ប៉ូលីសប្លន់កំភ្លើងប្លន់ទ្របសម្រាប់សន្តិសុខកាលពី2ឆ្នាំមុនថ្ងៃ4ម៉ោង1ទៀបភ្លឺនៅផ្លូវហុងថៅមានប៉ូលីស2នាក់ឈ្មោះលៀងជាតិនិងចឹងខៃមីងបាញ់ទៅមកជាមួយជនសង្ស័យបញ្ជូនដល់ពេទ្យក៏ស្លាប់2ឆ្នាំមុនធ្លាប់មានករណីស្តីងគ្នាគឺសម្រាប់ប៉ូលីសប្លន់កំភ្លើងអាគារស៊ីវហ៊ុយប៉ូលីសឯកសណ្ឋានឆាយជីហ៊ីមក៏ត្រូវវាយឆ្នោតមនុស្សឆ្កួតខ្ញុំជាកូនស្រីប៉ាមិនមែនអ្នកតោទេខ្ញុំស្អប់ប៉ាថាប់ឡើងខ្ញុំទេឡើងខ្ញុំក្រោយនាយកដ្ឋានគ្រប់គ្រងអាវុធពិនិត្យបញ្ជាក់ថាអាវុធឃាតកម្មជារបស់ប៉ូលីសដែលស្លាប់ក្នុងការបាញ់ប្រហារក្នុងអគារស៊ីវហ៊ុយជាមេក្រុមបើករថយន្តវាយប្រហារនៅតំបន់ស៊ូនវ៉ាន់ឈិនពីថៅថោកទៀតបងយ៉ាន់នេះចោលមិនសៀតណាដល់អូននៅកន្លែងការហើយទុកទៅស៊ើបច្បាស់ហើយមើលណាចាប់គាត់ឈប់ឡានឈប់លីឈប់លោកឈប់ពីការងារហើយលោកចូលមកខកខ្ញុំណែលោកលីអត់ចាញ់
លោកស្នងការលោកច្បាស់ទីថាមានតែបរិប3នាក់នៅកន្លែងកើតហេតុហើយសន្មតថាឈិនជាចៅគឺជាប៉ូលីសបិសាចនោះ Yes No លោកនេះចូលមកលោកនេះខំទាំងអស់ឯងជប់ជាប៉ូលីសបិសាចធ្វើជាស្រង់កាស្អីទៅយាមទ្វារទៅ លេជុន លោកនេះទុកជនរងគ្រោះគឺជាឃាតករទៅសាលាប៉ូលីសវិញទៅ លូលីណែកុំអីលូលី ฉันជាថើមិនមែនជាឃាតករពិតទេកន្លែងកើតហេតុមានជនទី4ฉันជាថើចប់ការងារនៅសួនវ៉ាន់ត្រូវឃាតករគ្រៀតទៅគួនខាងយកកំភ្លើងញាត់ចូលមាត់វាយឆ្មក់នៅផ្លូវក្រោយបាងមន្ត្រីប៉ូលីស2នាក់ត្រូវបាញ់ជាប់មាត់មិនអាចនិយាយបានក៏ត្រូវបាញ់ចេញចំនួន5គ្រាប់ត្រូវ2គ្រាប់ទីតាំងអសរធីក៏ត្រូវបាញ់ចេញចំនួន6គ្រាប់បាញ់ត្រូវ3គ្រាប់ឃាតករបាញ់ចេញ3គ្រាប់ទៀតបាងត្រូវមន្ត្រីប៉ូលីសចុងក្រោយបាឃាតករបានបាញ់មាត់ឆិនជាថៅហើយញាត់កំភ្លើងក្នុងដៃរបស់គេ រកឃើញបញ្ជីកខ្វាក់នឹងហឹបប្រាក់របស់ក្រុមហ៊ុនតៃហ្វាតនៅក្នុងទូរបស់គេ អយុត្តិធម៌ដោយករណីឃាតកម្ម4ឆ្នាំមុនគឺជាការទម្លាក់កំហុសមានផោះតាំងគ្មានសាកសីជនសង្ស័យទាំងពីរត្រូវសម្លាប់នៅកន្លែងប៉ូលីសស៊ើបអង្កេតជាន់ខ្ពស់អ៊ូយ៉ាងគិនមានបញ្ហាក្រុមស៊ើបអង្កេតករណីទាំងពីរសុទ្ធតែមានបញ្ហាទាំងអស់នៅក្នុងរឿងនេះខ្ញុំគ្មានបញ្ហាឯងទៅមានបញ្ហាស្មារតីក្តីពេជ្រឃាតបិសាចអយុត្តិធម៌ណាក្នុងផ្ទះនៅមានកូនកំព្រានឹងស្រីមេម៉ាយជឿខ្ញុំទៅខ្ញុំជាទេវតាស៊ើបមិនអាចខុសទេត្រូវស៊ើបឡើងវិញជឿខ្ញុំទៅខ្ញុំជាទេវតាស៊ើបមិនអាចខុសទេខ្ញុំជាទេវតាស៊ើបខ្ញុំជាទេវតាស៊ើបខ្ញុំជាទេវតាស៊ើប លោកផានអ្នកម៉ាខ្ញុំសងសឹកឲ្យលោកទាំងពីរបានហើយលោកទាំងពីររងចាំយូរហើយខ្ញុំសុំទោស Madam, Osi mahal. Madam, ស្ថានភាពយ៉ាងម៉េចដែរ 20 ឆ្នាំមុននៅទីនេះធ្លាប់មានករណីដុតមនុស្សដូចគ្នាបេះបាត់អ្នកត្រូវដុតស្លាប់ជាថៅកែប្រុសស្រីនៅផ្សារត្រីបោះដុំដោយសារថ្មីដៃសាហាវពេកកាលនោះក្រុមក្តីកម្រិតធ្ងន់ចាប់ស៊ើបពីក្រុមសង្គមងងឹតក្រុមចងការនិងដណ្ដើមទឹកដីគ្នាតែគ្មានតម្រុយអ្វីទាំងអស់អ្នកស្លាប់ទាំង3ជាបងប្រុសរបស់ថៅកែប្រុសក្រោយមកពួកគេបន្តការរកស៊ី5ឆ្នាំក្រោយពួកគេលក់កន្លែងចែកលុយគ្នាតែគ្មានអ្នកណាស៊ើបពីពួកគេជាឃាតករប្រហារជីវិតក្រៅប្រព័ន្ធពួកគេកាត់ទោសសម្រាប់មនុស្សតាមចិត្តរបស់គេ សុទ្ធជាលេខសំណុំរឿងរបស់ជាងឃាតករអញស្គាល់ប៉លីតម្រងអសរគឺមាន8សន្តានយ៉ាងហើយណាស់ក៏មានគ្នាជាង10នាក់ដែរ 21ករណី19ករណីបាត់ខ្លួន2ករណីឃើញសាកសមសុទ្ធជាមនុស្សស្រី អញ្ចឹងគោលដៅបន្តគឺសម្រាប់បន្តសម្រាប់ហើយត្រាប់តម្រុយនៅទឹកឈ្មោះទៀតផង គេចេញ
ពិនិត្យមើល លេខសំណុំរឿងទាំង21ដែលសរសេរដោយក្រុមទេវតាសើមសុទ្ធជាករណីនារីបាត់ខ្លួននិងប្រទះឃើញសាកសមគោលដៅបន្ទាន់ប្រហែលជាឃាតករសម្រាប់បន្តបន្ទាប់ Mac, Suzin, de Shanish, Dubai, Dubai, Dubai. Shwinking Hoyame. ប្រយ័ត្នខ្លួនឯងកបប្រែជាសត្វចម្លែក ហើយទេវតាសើបជួយខ្ញុំផងមានក្មេងមកក្រុមយករហ័សនេះរបស់លោកទៅប្រើពួកវាចង់សម្លាប់ខ្ញុំហើយ ឯងជានរណា ខ្ញុំគិតតកសម្លាប់មនុស្សស្រីទាំង21នាក់ឲ្យតែភ្លៀងខ្លាំងគឺខ្ញុំនៅការឈួតជាមិនខានលោកមិនអាចមិនចាំខ្ញុំទេមែនទេមានតែលោកទេដែលលោកសើពីខ្ញុំជាតាក់ស៊ីវេនយប់នៅកៅឡុងលើកងវ៉ាន់សម្រាប់ស្រីជាតាក់ស៊ីរបស់ខ្ញុំស្រីអូទេលីសិតស្រីធ្វើការនៅក្នុងស្ថានភាពនៅក្នុងក្លឹបបំបែកសាកសពហើយចោលនៅក្នុងបលាយតែម្ដងលោកមិនដាស់រាស៊ីនេះមកខ្ញុំទៀតផងគឺយ៉ាងសាហាវបីសាច់ភ្លៀងរាត្រី យើងមិនជួយការមនុស្ស ឬមិនត្រូវជួយខ្ញុំ ហេតុអី ខ្ញុំជាការមនុស្សតែការមនុស្សក៏មានឪម៉ែដែរ ហៅខ្លួនឯងទេវតាសើមសម្រាប់មនុស្សហើយសរសេរលេខសំណុំរឿងនៅបង្ហើបតម្រុយទៀនមើលងាយប៉ូលីសច្បាស់ណាស់ឲ្យយ៉ាង រឿងក្តីតែ21មាន19នឹងស្រីបាត់ខ្លួនពីករណីរខិយក្បាលនៅអវយវៈនៅអ៊ុយកុង ប៉ុន្តែមិនអាចសន្មតថាគិតតកសម្រាប់បន្តមិនទាន់ព្រោះមិនបានបញ្ជូនមកអូស៊ីដោះលែងមនុស្សរកចិត្តនោះ ឆ្នាំប្រព្រឹត្តបទល្មើសពីឆ្នាំ85ទៅ93 ធ្វើសកម្មភាពនៅពេលយប់លឿនបំផុតគឺម៉ោង 10 កន្លះនិស្សិតស្រីបាត់ខ្លួនក្រៅពិធីនឹងគុណគ្រូយប់បំផុតម៉ោង 4 ទៀបភ្លឺនារីក្នុងក្លឹបបាត់ខ្លួននៅជាងតុងក្រោយចេញពីធ្វើការប្រវត្តិស្រីទាំងអស់ស្មុគស្មាញមានធ្វើការក្នុងក្លឹបលេខាអូតែនអ្នកកែសម្រួលជាដើមសិតតែត្រូវគេសម្លាប់14ករណីនៅកៅឡុង5ករណីនៅដីថ្មីនៅហុងកុងវិសាលភាពធំគេតកច្បាស់ជាមិនឡាន គ្មានសេចក្តីរាយការណ៍ចាប់ចម្រិតឡើងឡានគួរតែឡើងឡានខ្លួនឯងច្រើនជាង ប្រហែលតាស៊ីវិនជប់នៅកៅឡុង ឆៃតាក់ស៊ីវេនយំតែកងរត់នៅឆ្នាំ93ក្រោយចូលពេទ្យជាប់គុករួចអត់ចូលបើកវិញ លោកចង់ទៅណាឡានខ្ញុំជួលនៅផ្លូវសួនឆ្អែនោះទេ ឆ្នាំ93គឺមានជំងឺ Parkinson ត្រូវ បែរខ្ញុំស្នាក់គឺនៅផ្លូវ B ផ្លូវ B ក្រុមទេវតាសើបប្រកាសជារឿងតាមឯងសម្រាប់មនុស្សពេលភ្លៀងយប់មិញភ្លៀងផរតិផងអាចច្បាស់តែត្រូវពួកវាសម្រាប់បោះចូលបលាយត្រូវសាកសពកុំខ្ញុំមិនចង់ស្លាប់ទេធាក់លឿនបីថ្ងៃមុននៅទាំងហួរមានអ្នកជំងឺ Parkinson បាត់ខ្លួនហើយឈ្មោះរបស់គេមានឈ្មោះថាលើកវ៉ាន់កាលពីឆ្នាំ93ធ្លាប់បើកតាស៊ីនៅតំបន់កៅឡុង ចាប់អើយខ្ញុំពិតជាស្លាប់មែនអើយ អេគេលោកទៅធ្វើអីសម្រាប់ខ្លួនទេដែរ ប៉ូលីសជាងទឹករាយការណ៍មកថា2នាទីមុននៅឯសុវណ្ណគឺមានសពដែរ មានតែមួយកំណត់ខ្លួន YMT យ៉ាងម៉ាទី ON 9ឬក្តីឆ្នាំ90ឬក្តីឆ្នាំ90មានច្រើនណាស់មួយណាទៅរកមកកំណត់ទៀតនឹងដឹងថាមួយណា ទៅលោកនៅឯណាទៅ អញ្ចឹងអាចចោះសាកសមណៃណា ណៃឈុងខ្ញុំយល់ហើយ ខ្ញុំចោះសាកសមនៅណៃឈុងពួកវាចោះខ្ញុំនៅបន្លែណៃឈុងអញ្ចឹងទៅណៃឈុងរក លោកត្រូវចាប់ក្រុមនោះបានឲ្យកូនស្រីលោកដឹងថាលោកមិនមែនជាមនុស្សឈួតលោកគឺជាទេវតាសើបស៊ូឡើង បាទមិនមែនជាមនុស្សឈួតជាទេវតាសើបបាទមិនមែនជាមនុស្សឈួត អូស៊ីម្ដង
មានតលេពាក់កណ្ដាលរឿងក្តីប្រឆាំងនៅក្នុងសង្គមងឹតកាលពីឆ្នាំ90នៅអាយ៉ាម៉ាទី ឲ្យខាងជើងទឹករំអំណាចសាកសពក្រុមអូស៊ីទៅយ៉ាងម៉ាទីស៊ើប មានមនុស្សថតបានគឺមនុស្សឈួតស្រង់សាកសពឡើងគោកម្នាក់នេះដូចជាលេខជន ពិតជាមនុស្សឈួនលេខជនមែន ផ្ដោះដំណឹងឲ្យក្រុមយាមល្បាតបើឃើញត្រូវចាប់ខ្លួនស្ដាប់បានទេបាទ ខ្ញុំមិនមែនឈួតទេខ្ញុំជាទេវតាខ្ញុំមិនមែនឈួតទេខ្ញុំជាទេវតាស៊ើប ឃាតករសម្រាប់បន្តបន្ទាប់សុទ្ធតែមានអ្វីមួយជំរុញចិត្តលើកនេះជាអ្វីគឺរន្ទះនឹងភ្លៀងខ្លាំង ចិនកាយូភ្លៀងខ្លាំង3ថ្ងៃជាប់គ្នា យ៉ាន់សានសានភ្លៀងខ្លាំងពេកមួយសប្តាហ៍ កងមេថ្ងៃកើតហេតុមិនភ្លៀង នៅចិត្តស៊ូវ៉ាន់ខាងលិចមានបន្លាយមួយមែនទេ បាទ តែតោងតែខាងគ្រប់គ្រងបន្លាយសពមួយកំណត់ទៀតគួរតែនៅទីនោះ ទទួលបាន ឈប់ឡើង លោតទៅយើងអាចស្លាប់អាចចង់ជួបកូនស្រីឬអត់ចង់ណាស់បើចង់លោតយើងទៅលោតទៅព្រោះពួកគេដឹងថាឯងជាទេវតាស៊ើបមិនឈួតទៅកូនស្រីលោកមកជួបឯងវិញលោតទៅ លោកនៅទីនោះចង់ធ្វើអី ខ្ញុំជាទេវតាស៊ើបរឿងក្តីមិនទាន់ចប់រឿងអយុត្តិធម៌លេជនក៏លុនខាងលេចថយចេញ មិនក៏លោកដឹងថាពួកយើងនៅកៅលុន 3963ឈិនយីអ្នកកសែតថានេះជាទេវតាស៊ើបនៅកៅលុនមានតម្រុយបន្តិចក៏មិនលើកលែងចំណុចនេះដូចខ្ញុំប៉ុន្តែក្តីប៉ូលីសបិសាចនាងខុសធ្ងន់នាងសង្ស័យឈិនជាថៅមុនគេនាងត្រូវឃាតករពិតបោកប្រាស់នាងហើយ ប្រាប់បាត់តែលោកកំពុងស៊ើបរឿងអី 20ឆ្នាំមុនមានតែកង់តាក់ស៊ីម្នាក់សម្រាប់មនុស្សស្រីនៅយប់ភ្លៀងខ្លាំងចោលសពនៅទីនេះក្រុមទេវតាស៊ើបក៏កាត់គេជា2កំណាត់ចោលនៅទីនេះដែរមួយកំណាត់ឲ្យលើសូវ៉ាន់ខាងលិចឯណោះដាក់តែទីតាំងយ៉ាវម៉ាទីខ្ញុំជឿជាក់ថាលេខរឿងក្តីគឺជាប់នៅក្នុងបន្លាយនេះហើយ មនុស្សឈួតត្រូវគូចាស់ហើយ ទៅត្រង់តាមផ្លូវអានឡុកខាងលិចដល់ស្តុបអគារហេងសុកនឹងប្រែជាបន្លាយចំហ លេជិនធ្លាប់ធ្វើជាអត្តការនៃក្រុម OCTV មុនលីឈុំមួយឆ្នាំប្រពន្ធមានជំងឺបាក់ទឹកចិត្តក៏សម្លាប់ខ្លួនឆ្នាំដដែលគាត់នឹងវយ៉ាងឡើងទូកភីខ្លួនសើមភេទករណីគិតកម្មគាត់ថាបានឃើញសត្វចម្លែកទៀតផង ចំជាអត់ប្រយោជន៍មែនមិនក៏មិនជួយបាញ់សត្វចម្លែក សត្វចម្លែកអី ធំដំឡើងនៅមើលមិនឃើញលើកណាក៏ដើរមកអួតរៀងដើរទៅដើរមកទុកតែសើមកេតអីនេះខ្វាក់មែនទេ វងចាន់នៅអ្នកផ្សេងទៀតឃើញតែលេជិនបាញ់តែម្នាក់ឯងទេក្រុមរៀបរក3ថ្ងៃក៏រកមិនឃើញអ្វីសោះគ្រូពេទ្យវិនិច្ឆ័យថាគាត់មានជំងឺវិញស្មារតីស្រួយស្រាវផ្លាស់ទៅជួរក្រោយហាមកាន់កំភ្លើងគាត់ក៏ស៊ើបក្តីតាមចិត្តជាគ្រប់គ្នាថាចោលមិនសៀនថាស៊ើបក្តីខុសតែស៊ើបឡើងវិញទៅគេសមក្រមក៏បាញ់កំភ្លើងនៅក្នុងសន្និសីទកសែតរឿងក្តីប៉ូលីសបិសាចត្រូវបញ្ចប់បើជួនទៅពេទ្យសរសៃប្រសាទ5ឆ្នាំគ្រូពេទ្យថាគាត់មានអាការៈមើលមមានិយាយថាក្នុងខួរក្បាលមានក្រុមអូស៊ីអាចនឹងមើលឃើញឃាតករទាំងអស់នោះមកសារភាពប្រាប់គាត់ក្រោយចេញពីពេទ្យលោកដៃក្នុងរឿងក្តី16ករណីចាក់សាំងដុតខ្លួនឯងនៅផ្សារបោះដុំកាលុនឆែកកម្រិត2គាត់ថាស៊ើបក្តីបត់សំលូតចូលបន្លាយនៅផ្លូវអានឡុងក្រុមសង្គ្រោះ3ក្រុមជួយសង្គ្រោះគាត់ឡើងវិញគាត់ថាស៊ើបរឿងក្តីបិសាចភ្លៀងរាត្រី លេជនជាបុគ្គលអស្ចារ្យក្នុងជួរប៉ូលីសពីមុនរហស្សនាមគាត់គឺទេវតាស៊ើបក្តីដុតសពលើកមុនគាត់ស៊ើបគាត់ប្រហែលជាពាក់ព័ន្ធនឹងករណីទេវតាស៊ើបលើកនេះ